ខ្ញុំជឿថាបងប្អូនជាច្រើនដែលមើលរឿងមួយនេះហើយតើពីមើលហើយបងប្អូនឃើញតួអង្គស្រីគាត់និយាយពីគាត់មើលសភៅនិយាយពីប្រទេសយើងមានព្រំដែនដល់ណាដល់ណីហើយនេះគឺជាប្រវត្តិសាស្ត្រជំនាន់ដែលគាត់រៀនហ្នឹងបងប្អូនអញ្ចឹងទឹកដីខ្មែរយើងគឺមានព្រំប្រទល់ដល់ចិត្តគាត់រឿងហ្នឹងហើយអញ្ចឹងខ្ញុំចង់ឲ្យនៅក្នុងសភៅពីទី3ទី4ទី5ទី6សង្ខេបប្រវត្តិសាស្ត្រមួយហ្នឹងដាក់នៅក្នុងមេរៀនប្រវត្តិសាស្ត្រតែទៅហើយយើងរៀនពីសម័យបច្ចុប្បន្នគឺយើងរៀនអញ្ចឹងពីទី7ដល់ទី12ល្មមគ្រប់គ្រាន់ហ្នឹងបងយើងដាក់ប្រវត្តិសាស្ត្របច្ចុប្បន្នទៅយើងសង្ខេបប្រវត្តិសាស្ត្របច្ចុប្បន្នដាក់ឲ្យពួកគាត់រៀនទៅហើយយើងធ្វើនេះគឺគោលបំណងចង់ឲ្យប្រទេសយើងជំនាន់ហ្នឹងដឹងថាទឹកដីយើងគឺធំធេងហើយបាត់បង់ច្រើនមែនតើអញ្ចឹងបងហើយនេះគាត់ថាជាមតិរបស់ខ្ញុំទេហើយមួយទៀតបងប្អូនតាមរយៈខ្ញុំស្គាល់បងដែលឬក៏គាត់ធ្លាប់ទៅរៀននៅប្រទេសថៃគឺប្រទេសថៃជាប្រទេសដែលកន្លែងប្រវត្តិសាស្ត្រមែនតើគាត់ថារៀន